វាមិនអាចកិច្ចរួចពីការឈ្លានពានដែលមានផុសតាងគ្រប់គ្រាន់ទេណាអញ្ចឹងមានន័យថាម៉េចមានន័យថាសៀមវាបានយក MOU ឆ្នាំ2000យកទៅ deposit នៅឯអង្គការសហប្រជាជាតិមិនដឹងជាអាស៊ានណាទេវាយកទៅដាក់នៅអង្គការសហប្រជាជាតិឥឡូវនេះបើអានុទិនលងីងើវាលុបចោលអាស្អីដែលវា deposit នៅ international treaty នៅអង្គការសហប្រជាជាតិតើវាធ្វើម៉េចមិនដឹងដែរខ្ញុំអត់ដឹងច្បាស់ដែរប៉ុន្តែខ្ញុំគិតថាបើវាយកអា MOU ឆ្នាំ2000ហ្នឹងទៅ deposit នៅឯអង្គការសហប្រជាជាតិហើយខ្ញុំគិតថាសៀមបើវាលុបគឺលំបាកបើវាលុបគឺច្បាស់ជាវាលំបាកយ៉ាងម៉េចរបស់ហ្នឹងវានៅក្នុងអង្គការសហប្រជាជាតិឯនោះហើយសៀមវាជន់មាត់ខ្លួនវាជន់មាត់ខ្លួនវាចំណុចមួយសៀមតែវាជន់មាត់ខ្លួនវាថាអា MOU ឆ្នាំ2000ហ្នឹងវាអត់និយាយទេវាថាវាចង់លុបចោលប៉ុន្តែវាថាវាចង់ចរចាទ្វេភាគីអញ្ចឹងនៅពេលដែលវាចង់ចរចាទ្វេភាគីកាលណាចរចាទ្វេភាគីវាត្រូវប្រើប្រាស់ GBC JBC RBC អាហ្នឹងជាអង្គភាពយន្តការដែលវាធ្វើអញ្ចឹងបើវាយកទទួលថាឲ្យមាន GBC ជួបគ្នាមាន JBC ជួបគ្នា RBC ជួបគ្នាគឺដូចជាវាទទួលអនុវត្តតាម MOU ឆ្នាំ2000ដូច្នេះវាកំពុងវង្វេងនេះគឺជាលក្ខណៈដែលខ្ញុំឃើញថាវាវង្វេងវាកំពុងតែវង្វេងនៅឆ្នាំ2025 JBC ថៃនិងកម្ពុជាបានព្រមព្រៀងដំណាក់កាល5ដែលត្រូវធ្វើការជាមួយគ្នាណា The official text of the JBC 5-phase implementation plan សេចក្តីថ្លែងនៃឯកសាររបស់ JBC ទាក់ទងនឹងដំណាក់កាល5នៃការដោះស្រាយបញ្ហាព្រំដែនគោកដំណាក់កាលទី1 Phase 1 Agreement on reference point and existing boundary markers ដំណាក់កាលទី1ថៃនិងកម្ពុជាបានព្រមព្រៀងស្វែងរកបង្គោលព្រំដែននៃបន្ទាត់ព្រំដែនកម្ពុជាថៃឡង់ហើយនឹងព្រមព្រៀងលើចំណុចសម្គាល់តាក់ទងហៅថា reference points ជាបច្ចេកទេសវាព្រមទៅហើយព្រមមុនបាញ់គ្នាដូច្នេះហើយខ្ញុំមើលឃើញថាអាសយាននេះវាកិច្ចមិនរួចនឹងត្រូវតែធ្វើការជាមួយបើវាមិនធ្វើការជាមួយវាហ៊ានវាយយើងច្បាស់ជាការព្រៀបខ្លួនវាមិនអាចកិច្ចរួចពីការឈ្លានពានដែលមានផុសតាងគ្រប់គ្រាន់ទេអញ្ចឹងវាត្រូវតែត្រឡប់មកនិយាយជាមួយយើងពីព្រោះវាបានព្រមជាមួយកម្ពុជា5ចំណុច5ដំណាក់កាលលើការដោះស្រាយបញ្ហាព្រំដែនចំណុច1 Phase 1 Agreement on reference points and existing boundary markers both parties shall jointly confirm the location of agreed boundary markers and reference point forming the basis for the demarcation of each sector ភាគីទាំងពីរត្រូវចូលរួមបញ្ជាក់ពីទីតាំងពិតប្រាកដនៃបង្គោលខណ្ឌសីមាហើយនឹងចំណុចតាក់ទងដែលជាមូលដ្ឋាននៃការវាស់វែងក្នុងតំបន់មួយ This includes the identification and mutual recognition of permanent markers already accepted by both sides as well as the determination of the agreed boundary line to be surveyed ចំណុចនេះរួមទាំងការបង្ហាញឲ្យច្បាស់ថាបង្គោលចាស់ដែលបោះមកជាមួយនឹងបារាំងហ្នឹងនៅត្រង់ណាឲ្យពិតប្រាកដហើយភាគីទាំងសងខាងត្រូវព្រមព្រៀងសម្រាប់យកជាមូលដ្ឋាននៃការវាស់វែងបច្ចេកទេសទំនើបដំណាក់កាលទី2 Phase 2 Preparation of the Technical Instruction Agreement ហៅថា TIA ទៅតាមបច្ចេកទេសនឹងការរៀបចំ TIA ភាគីទាំងពីរនឹងរួមគ្នាដើម្បីនឹងសម្រេចអំពីការអនុវត្ត technique ហើយនឹងចុះហត្ថលេខាលើការអនុវត្ត technique ហៅថា Technical Instruction Agreement លើកិច្ចការទាំងឡាយថាប្រើឧបករណ៍អីប្រើវិទ្យាសាស្ត្រអីប្រើរូបមន្តអីដែលតាក់ទងនឹង TIA គឺជា Technical Instruction Agreement ដែលកម្ពុជាហើយនឹងរបៀបធ្វើការថាតើប្រើអីនៅក្នុង TIA Technical Instruction Agreement ភាគីទាំងពីរហ្នឹងវាបានព្រមព្រៀងគ្នារួចទៅហើយគឺត្រូវប្រើថាតើ methodology of survey វិធីធ្វើការវាស់វែងយ៉ាងម៉េច coordinate standard ចំណុចដាក់ coordinate នោះយ៉ាងម៉េច mapping scale ពេលដែលសិក្សា survey វាស់ហ្នឹងត្រូវធ្វើ technical map ហ្នឹងទំហំមាត្រដ្ឋានប៉ុណ្ណា technological tools ឧបករណ៍វិទ្យាសាស្ត្របច្ចេកទេសនិង technique ដូចជាការប្រើ GNSS GPS LiDAR និង aerial imagery គឺប្រើ GNSS ឬក៏ប្រើ GPS បន្ថែមឬក៏នឹងការប្រើ LiDAR ដើម្បី scan ទឹកដីហ្នឹងនិងប្រើ drone ដើម្បីថតពីលើបន្តមកទៀតនៅក្នុង TIA ហ្នឹងសៀមនិងខ្មែរហ្នឹងថៃនិងកម្ពុជាព្រមព្រៀងគ្នាលើកន្លែងដែលប្រកបមានច្រើនចូលបន្តថាតើព្រមព្រៀងធ្វើម៉េចតាមបណ្ដោយព្រំដែន800គីឡូម៉ែត្រហ្នឹងវាមានជួរព្រំដែនខ្លះវាជាព្រំដែនលាបត្រង់ជួរព្រំដែនខ្លះវាជាព្រំដែនថ្មិញរណាដែលជាព្រំដែនរត់តាមខ្សែទឹកព្រំដែនខ្លះទៀតវាជាព្រំដែនដែលឆ្លងទៅតាមចលងដងភ្នំព្រំដែនមួយចំនួនវាមានព្រៃប្រកបទៅដោយមីនដែលសង្គ្រាមតាំងពីឆ្នាំ75មកវាកប់មីនរហូតដែលมันអាចនឹងរួចនៅឡើយអញ្ចឹងព្រំដែនវាមាន
មួយគឺព្រំមួយចំណែកវាជាព្រំដែនដែលមានខ្សែព្រំដែនលាតត្រង់មួយចំណែកវាជាខ្សែព្រំដែនដែលមានស្នាមទឹកហូរឬក៏ព្រំដែនដែលថ្មិញរណាទៅតាមអូរឬព្រែកដែនមួយចំនួនគឺវារត់លើជួរខ្នងភ្នំអញ្ចឹងរវាងថៃនិងកម្ពុជាហ្នឹងគឺបានព្រមព្រៀងគ្នាថានឹងធ្វើការនៅកំណត់ព្រំដែនដែលវាលាតត្រង់សិនមានន័យថាខាងថៃវាមានអ្នកស្រុកនៅខាងយើងក៏មានអ្នកស្រុកនៅឬក៏ខាងថៃមានស្រែចម្ការខាងយើងមានស្រែចម្ការវាជាព្រំដែនដែលអាចដើរបានហើយភាគច្រើនដោះមីនបានច្រើនកន្លែងដូចជាជួរទី40និងជួរបង្គោលទី50អញ្ចឹងចាប់ដើមធ្វើអានឹងមុនបានសេចក្តីថាថៃនិងកម្ពុជាបានព្រមរួចទៅហើយថានឹងធ្វើការវាស់វែងណាលើតំបន់ដែលមានខ្សែព្រំដែនវាលាតត្រង់ហើយអត់ស្មុគស្មាញមានសុវត្ថិភាពធ្វើតែឲ្យមុនបាញ់គ្នាហ្នឹងអូខេបន្តមកទៀតលើព្រំដែនដែលនៅលើខ្នងភ្នំមានចំណុចមួយចំនួនវាអត់ទាន់ដោះមីនចំណុចមួយចំនួនវាជាព្រៃដែលភាគីទាំងសងខាងហ្នឹងចូលទៅអត់ទាន់ដល់វាជាកន្លែងដែលអង់គ្លេសថា inaccessible ឬក៏អត់ safe ព្រំដែនខ្សែបន្ទាត់តាមខ្នងភ្នំហ្នឹងគឺគេប្រើឧបករណ៍ដទៃដើម្បីយកមកប្រើប្រាស់ឧទាហរណ៍គេយក LiDAR ឲ្យមក scan ហើយគេបកព្រៃចេញគេដាក់រូបភាពដីដែលគេថតហើយហ្នឹងគេដាក់ទៅក្នុងកុំព្យូទ័រគេប្រើ application គេបកព្រៃចេញឲ្យវាឃើញទម្រង់សន្តានដីហើយគេរួមទាំង aerial photography ដែលគេប្រើ drone ថតហ្នឹងទើបដល់ពេលគេដាក់ទៅក្នុងកុំព្យូទ័រទៅវាបកយកព្រៃចេញអស់ទៅវាឃើញខ្នងភ្នំហ្នឹងទាំងងោលដល់វាឃើញទាំងងោលទៅគេឃើញចំណុចដែលគេចង់រាវរកដល់គេឃើញចំណុចចង់រាវរកហ្នឹងខាងថៃនិងខាងកម្ពុជាហ្នឹងក៏មើលអារូបហ្នឹងរូប LiDAR ដែលវា scan ហ្នឹងឧបមាទេណាខ្ញុំនិយាយហើយក៏ព្រមព្រៀងគ្នាថាចំណុចព្រំដែននៅទីណាភាពទៀងត្រង់នៃការកំណត់ព្រំដែនគឺសឹងតែ10ម៉ែត្រមិនទៅខុសទេគឺត្រង់ណាស់ហ្នឹងនៅចំពោះខ្នងភ្នំឬក៏ព្រៃដែលវាកប់មីនចូលមិនចប់ចំណែកឯថ្មិញរណាក៏ខ្សែទឹកធម្មតាតំបន់កង្កែកកង្កុកគេយកឧបករណ៍ស្ទងហើយគេយកចំបាតផ្លូវទឹកហ្នឹងចែកជាពីរហើយបើសិនជាគេមានការទើសទាស់អីគេធ្វើសេចក្តីព្រមព្រៀងដើម្បី compensate ឧទាហរណ៍ទៅកង្កែកកង្កុកទៅដល់មានកូនកោះមួយណាតើបើគេចង់ចែកកោះជាពីរក៏គេចែកគេយកចំណុចកណ្ដាលហ្នឹងគេវាស់ទៅគេចែកតែបើសិនជាគេអត់ចែកគ្នាទេគេអាចដោះដូរគ្នាយ៉ាងម៉េចណាវាមាន compensatory tactic គេត្រូវព្រមព្រៀងអាហ្នឹងចំពោះខ្សែព្រំដែនដែលវាងាកងក់មិញណាដូចណាហើយចុះបង្គោលព្រំដែនពីដើមមក73 74បង្គោលហ្នឹងបង្គោលព្រំដែន73 74បង្គោលហ្នឹងបើយើងយកបណ្ដោយព្រំដែន800គីឡូម៉ែត្រយើងអាចនិយាយថាប្រហែលជា10គីឡូម៉ែត្របារាំងហើយនឹងសៀមបានបត់100ឆ្នាំមុនសំណួរសួរថាចុះបើគេបំផ្លាញបង្គោលនឹងចោលគោលនឹងមិនបោះជាឈើទេក៏មកបានចាក់បេតុងចុះបើគេបំផ្លាញបង្គោលនឹងចោលតើគិតយ៉ាងម៉េចនៅតែរកឃើញបង្គោលនឹងសួរថាគេរកឃើញយ៉ាងម៉េចគេពឹងលើ PV ហើយនឹងឧបករណ៍វិទ្យាសាស្ត្រស្អីទៅ PV គឺជាកំណត់ដែលបារាំងនិងសៀមពេលគេបោះបង្គោលនឹងគេកត់អង្សារប្រមាណងាកទៅជើងត្បូងលិចកើតអីគេមាននៅក្នុងនោះហើយគេប្រើឧបករណ៍វិទ្យាសាស្ត្រទោះបីបង្គោលនឹងវាអត់នៅលើដីអត់នៅលើភ្នំអត់នៅបាតព្រែកក៏ដោយក៏គេដឹងថាទីតាំងហ្នឹងជាបង្គោលពីព្រោះវាមាន PV ហើយគេមានឧបករណ៍វិទ្យាសាស្ត្រស្ទង់វាស់ទៅដឹងអញ្ចឹងបើមានការបំផ្លាញបង្គោលក៏នៅតែរកឃើញបង្គោលដឹងថាទីតាំងហ្នឹងបង្គោលលេខប៉ុន្មានទាំង73ហ្នឹងចុះបើបង្គោលហ្នឹងគេកោះបង្ខិតក៏នៅតែរកឃើញចំណុចពិតទោះបីបង្គោលហ្នឹងចូលមកដីខ្មែរ1គីឡូក៏ដោយក៏ដឹងថាបង្គោលហ្នឹងនៅទីណាដោយប្រើបច្ចេកទេសដដែលណាចុះបើគេកោះបង្គោលហ្នឹងដូចមានរួចមកហើយក៏គេនៅតែរកឃើញថាចំណុចណាគេមិនបានរកឃើញអាបង្គោលដែលគេវាយហ្នឹងទេគេមិនបានរកឃើញអាបង្គោលដែលកប់ហ្នឹងទេតែគេអាចរកឃើញថាបង្គោលហ្នឹងវានៅទីតាំងណាកន្លែងដាំពីដើមមកនៅតាំងណាហើយគេមាន PV ហើយគេមានឧបករណ៍វិទ្យាសាស្ត្រណាហើយចុះបើថៃវាមិនព្រមឧទាហរណ៍តែគេរកបង្គោលទី1លេខ1ថៃវាថាព្រមលេខ2លេខ3ដល់លេខ10ដល់លេខ20ស្រាប់តែ21ថាអត់ព្រមទេ21ទៅដល់25តែថាវាមិនព្រមទេបើវាមិនព្រមទេតែមកពីហេតុអីឧទាហរណ៍តែថៃវាមិនព្រមថាវាមិនព្រមមកពីមូលហេតុអីបានមិនព្រមណាវាត្រូវឲ្យអំណះអំណាងបច្ចេកទេសគេថានេះអត់ទេអាហ្នឹងវាមិននៅណានេះទេណាអូខេអញ្ចឹងកម្ពុជាអ្នកបច្ចេកទេសកម្ពុជាត្រូវប្រើអីប្រើអំណះអំណាងគឺស្អីគឺពី1មូលដ្ឋាន PV ណាមូលដ្ឋាន PV បន្តមកទៀតគឺការវាស់ស្ទង់ឬ survey ដោយឧបករណ៍វិទ្យាសាស្ត្រហើយចុះបើកន្លែងហ្នឹងវាកប់មីនឬក៏ព្រៃក្រាស់មែនទែនចូលដល់គឺប្រើ LiDAR scan ពេលដែល scan ទៅឃើញព្រៃនៅពេញហ្នឹងគេយកមកដាក់កុំព្យូទ័រហើយគេឲ្យកុំព្យូទ័របកព្រៃចេញនៅពេលបកព្រៃចេញក៏ឃើញសាច់ដីតងោលដល់ឃើញសាច់ដីតងោលទៅគេប្រើឧបករណ៍ program ដើម្បីស្វែងរកស្នាមណាពីព្រោះអា LiDAR ហ្នឹងវាមិនមែនជា flat image ទេវាជា dimensional image ប្រែជាភាសាខ្មែរថាវាមិនមែនជារូបធម្មតាវារូបដែលផ្ដល់ឲ្យដឹងរូបពីកម្ពស់ដីហ្នឹងវាខ្ពស់វាអីដឹងអញ្ចឹងគេអាចមើលឃើញនៅលើកុំព្យូទ័រហើយក្រុមថៃហ្នឹងក្រុមខ្មែរហ្នឹងអង្គុយមើលដូចគ្នាមើលហើយរកខ្សែព្រំដែនអាហ្នឹងចំពោះកន្លែងចូលទៅអត់បានដល់ហើយបើសិនជាភាគីទាំងសងខាងមិនព្រមទេគេយកអាផែនទីដែលគេបកហើយហ្នឹងគេកាន់ម្នាក់មួយទៅហើយគេយកអូថំភាគចក្រគេទម្លាក់
ក្រុមការងារឲ្យនៅក្នុងចំណុចដែលគេឆ្លោះគ្នាទៅវិញទៅមកគេប្រើឧបករណ៍ដទៃទៀតដូចជា GNSS ក្បាលត្មោងហ្នឹងគេប្រើអាហ្នឹងដើម្បីឲ្យក្រុមការងារហ្នឹងឈរមកកន្លែងអញ្ចឹងគេដាក់ស្ទង់មើលគេតម្លាក់បើសិនជាមិនព្រមគ្នាទេខាងថៃនិងខាងកម្ពុជាហ្នឹងនឹងដាក់ក្រុមការងារតម្លាក់ដាក់បឋមជាទៅតម្លាក់ឲ្យចំទៅហ្នឹងដើម្បីដាក់អង្គការឆ្លោះគ្នាបើសិនជាមិនព្រមទេឆ្លោះអាហ្នឹងមួយទៀតហើយបើឆ្លោះអាហ្នឹងហើយដល់ព្រមគេវាយគេនឹងបោះបង្គោលបណ្ដោះអាសន្នហើយចុះបើសិនជាគេអត់អាចបោះបង្គោលបណ្ដោះអាសន្ន50ម៉ែត្រ100ម៉ែត្រ1ពីព្រោះព្រៃហ្នឹងវាសិតតែមានក៏គេយក LiDAR scan image ហ្នឹងគេព្រមព្រៀងគ្នាហើយគេធ្វើ technical instruction នៅក្នុងហ្នឹងកណ្ដាលស្នាមគេអញ្ចឹងពីបន្ទាប់ពីបង្គោលព្រំដែនមួយទៅមួយអត់មានបង្គោលឈរឬក៏គេវាយបង្គោលហ្នឹងចោលឬក៏គេកំទេចបង្គោលហ្នឹងឬក៏គេលាក់បង្គោលហ្នឹងក៏ដោយក៏នៅលើផែនទីការងារគេអាចសម្គាល់បានថាបង្គោលនៅទីណាអាហ្នឹងគេហៅថា existing boundary marker agreement នៅក្នុងចំណុចទី1នៅក្នុងដំណាក់កាលទី1ដល់ដំណាក់កាលទី2ហ្នឹងគឺគេនិយាយពីបច្ចេកទេសអញ្ចឹងដូច្នេះសំណួរសួរថាព្រំដែនរកឃើញទេបន្ទាត់ពិតប្រាកដដោយអត់មានការចំណេញ yes ដោយសារតែកិច្ចព្រមព្រៀង5ដំណាក់កាល JBC នេះណាវាអត់មានសៀមយកដៃយើងហើយយើងក៏អត់យកដៃសៀមដែរពីព្រោះឧបករណ៍ហើយនឹងដំណាក់កាល5ហ្នឹងគឺត្រឹមត្រូវឥឡូវចូលដល់ដំណាក់កាលទី3 phase 3 joint survey of boundary line and placement of temporary border marker ខ្ញុំនិយាយហើយពីបង្គោល1ទៅលេខ2លេខ3លេខ4លេខ5វា10គីឡូម៉ែត្រប្រហែលជា10គីឡូម៉ែត្រព្រំដែន800មាន73បង្គោលអញ្ចឹងកាលណាគេព្រមកន្លែងណាកាលណាគេប្រើ GNSS ទៅឬក៏គេប្រើ LiDAR យកទៅ scan ហើយគេព្រមព្រៀងគេបោះបង្គោលគេហៅ temporary marker តែគេបោះឲ្យយើងឃើញហ្នឹងគឺជាបង្គោលបណ្ដោះអាសន្នហើយបង្គោលបណ្ដោះអាសន្នគេបោះចន្លោះប្រហែលពី50ទៅ100អញ្ចឹងចំណុចទី3ចង់សៀមវាកាន់ផែនទី1លើ150,000 U scale ក៏ដោយខាងកម្ពុជាមានតែទៅម៉ាំអីកម្ពុជា Cambodia doesn't care what map the Thai holds in their hand okay on a watershed line the issue of watershed line is clearly stated noted written on PV ជា process verbal ដែលមានហើយស្រេចហើយ Cambodia agree to work and to find the borderline as defined and planted the boundary by the Franco-Siamese Commission after the treaty 1907 Cambodia doesn't care if you hold any maps in your hand because the resolution is to seek the and do the measurement survey and demarcating and planting of the boundary marker that based on the PV, which was the work of the Franco-Siamese Commission in according to the provision of the Treaty 1907. Cambodia doesn't care what map you hold, but Cambodia side repeatedly asked the Thai side to work after the ceasefire agreement in December was signed and observed by both sides រឿងសំខាន់ជាងគេគឺយើងបានចុះហត្ថលេខាឈប់បាញ់ហើយដល់យើងចុះហត្ថលេខាឈប់បាញ់នៅខែធ្នូឆ្នាំ2025យើងចង់ឲ្យ JBC Joint Border Commission ខ្មែរគណៈកម្មការ JBC ខ្មែរនិង JBC ថៃវិលទៅជួបបង្គោលទី40និងជួបបង្គោលទី50ដើម្បីធ្វើ survey